ក្រុមហ៊ុនរបស់កំពូលមហាសេដ្ឋីហុងកុងលីកាស៊ីងគម្រាមប្តឹងប៉ាណាម៉ារឿងបញ្ចប់កិច្ចសន្យាកំពង់ផែធ្វើឲ្យមហាយចិននិងអាមេរិកប៉ះសម្ដីគ្នាធ្ងន់ធ្ងរក្រុមហ៊ុនហុងកុង CK Hutchison របស់កំពូលមហាសេដ្ឋីហុងកុងលោកលីកាស៊ីងគម្រាមប្តឹងប្រទេសប៉ាណាម៉ាតាមច្បាប់អន្តរជាតិបន្ទាប់ពីតុលាការកំពូលរបស់ប៉ាណាម៉ាសម្រេចបញ្ចប់សិទ្ធិសម្បត្តិរបស់ក្រុមហ៊ុននេះក្នុងការដំណើរការកំពង់ផែយុទ្ធសាស្ត្រចំនួន2នៅប្រទេសប៉ាណាម៉ាគឺកំពង់ផែបាល់បៅនិងកំពង់ផែគ្រីស្តូបលដោយតុលាការចោទប្រកាន់ថាការផ្ដល់សម្បត្តិដល់ក្រុមហ៊ុនចិនហុងកុងខាងលើនេះទុយពីរដ្ឋធម្មនុញ្ញហើយការសម្រេចរបស់តុលាការប៉ាណាម៉ានេះបានបង្កើនភាពតានតឹងរវាងមហាអំណាចធំបំផុតពីរគឺសហរដ្ឋអាមេរិកនិងមហាយចិននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃពុធទី4 ខែកុម្ភៈឆ្នាំ2026នេះក្រុមហ៊ុន CK Hutchison បានប្រកាសថាខ្លួននឹងប្រើច្បាប់មជ្ឈត្តកម្មនៃសភាពាណិជ្ជកម្មអន្តរជាតិ ICC ដើម្បីទាមទារប្រាក់សំណងជំងឺចិត្តយ៉ាងច្រើនពីប្រទេសប៉ាណាម៉ាទោះជាយ៉ាងណាក្រុមអ្នកវិភាគបានបង្ហាញមន្ទិលថាតើតុលាការអន្តរជាតិអាចច្រានចោលសេចក្តីសម្រេចរបស់តុលាការកំពូលប៉ាណាម៉ាបានដែរឬទេការសម្រេចនេះក៏បានធ្វើឲ្យសហរដ្ឋអាមេរិកនិងមហាយចិនប្លង់ពាក្យសម្ដីដាក់គ្នាយ៉ាងខ្លាំងផងដែរដោយប្រធានាធិបតី Donald Trump សរសេរថាសេចក្តីសម្រេចនេះជាជ័យជំនះសម្រាប់សន្តិសុខជាតិចំណែកឯមហាយចិនចោទប្រកាន់ថាសហរដ្ឋអាមេរិកបានប្រើសម្ពាធនយោបាយដើម្បីបង្ខំឲ្យប្រទេសប៉ាណាម៉ាធ្វើបែបនេះក្រៅពីថ្កោលទោសសេចក្តីសម្រេចនេះមហាយចិនបានព្រមានថាប្រទេសប៉ាណាម៉ានឹងប្រឈមផលវិបាកធ្ងន់ធ្ងរទាំងផ្នែកនយោបាយនិងផ្នែកសេដ្ឋកិច្ចសូមបញ្ជាក់ថាការសម្រេចរបស់តុលាការកំពូលប៉ាណាម៉ានេះបានជះផលប៉ះពាល់ដល់ផែនការរបស់ក្រុមហ៊ុនហុងកុងនេះក្នុងការលក់កំពង់ផែរបស់ខ្លួននៅទូទាំងពិភពលោកសរុបចំនួន43ទីតាំងរួមទាំងកំពង់ផែចំនួន2នៅក្នុងប្រទេសប៉ាណាម៉ានេះផងដែរក្នុងតម្លៃសរុប $19,000 លានអាមេរិកខ្ញុំមុនីវ័នពី RT News